សិនបាននិយាយអំពីតារានយោបាយដែលមានឥទ្ធិពលបំផុតនៅជប៉ុននាពេលបច្ចុប្បន្នគ្មាននរណាម្នាក់អាចរំលងឈ្មោះលោកស៊ីនជីរ៉ូកូស៊ូមីបានឡើយមិនត្រឹមតែមានរូបរាងសង្ហានិងពូជពងវងត្រកូលខ្ពង់ខ្ពស់ប៉ុណ្ណោះទេប៉ុន្តែខ្សែជីវិតរបស់លោកប្រៀបដូចជាសាច់រឿងនៅក្នុងខ្សែភាពយន្តដែលពោរពេញទៅដោយការតស៊ូនិងភាពចម្រូងចម្រាសលោកស៊ីនជីរ៉ូកូស៊ូមីកើតនៅថ្ងៃទី14ខែមេសាឆ្នាំ1981នៅទីក្រុងយ៉ូកូស៊ូកាខេត្តខាណាហ្គាវ៉ាលោកជាកូនប្រុសទី2របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនជូនីជីរ៉ូកូស៊ូមីនិងមានម្ដាយឈ្មោះខាយ៉ូកូកូស៊ូមីប៉ុន្តែជីវិតកុមារភាពរបស់លោកមិនមែនមានភាពផ្អែមល្ហែមឡើយឪពុកម្ដាយរបស់លោកបានលែងលះគ្នាតាំងពីលោកមានអាយុត្រឹមតែ1ឆ្នាំហើយលោកត្រូវបានឪពុកយកមកចិញ្ចឹមតែដោយសារតែលោកជូនីជីរ៉ូដែលជាឪពុកធ្លាប់រវល់ជាមួយនឹងភារកិច្ចការងារគាត់បានឲ្យស៊ីនជីរ៉ូទៅមីឈីកូដែលជាប្អូនស្រីដើម្បីចិញ្ចឹមប៉ុន្តែលោកមិនបានប្រាប់ស៊ីនជីរ៉ូថាមីឈីកូគឺជាម្ដាយមីងនោះទេហើយស៊ីនជីរ៉ូមិនបានដឹងរឿងនោះរហូតដល់លោកជាសិស្សឆ្នាំទី2នៃអនុវិទ្យាល័យលោកតែងតែជឿថាម្ដាយមីងរបស់លោកមីឈីកូគឺជាម្ដាយបង្កើតចំណែកឯបងប្រុសរបស់លោកកូតារ៉ូដែលដឹងពីរឿងនោះប៉ុន្តែមិនបានប្រាប់ស៊ីនជីរ៉ូនោះទេនៅពេលដែលដឹងរឿងនេះស៊ីនជីរ៉ូមានការភ្ញាក់ផ្អើលបន្តិចចំពោះរឿងនោះដែរទោះបីជាយ៉ាងណាក្តីស្រឡាញ់ដែលមានចំពោះម្ដាយចិញ្ចឹមរូបនេះគឺធំធេងណាស់រហូតដល់ថ្ងៃដែលមីឈីកូលាចាកលោកនៅក្នុងឆ្នាំ2016ក្រោយបញ្ចប់ការសិក្សានៅជប៉ុនយុវជនស៊ីនជីរ៉ូបានហោះហើរទៅកាន់សហរដ្ឋអាមេរិកដើម្បីសិក្សានៅសាកលវិទ្យាល័យ Columbia ការចូលរៀនរបស់លោកបានបង្កការមន្ទិលសង្ស័យថាតើលោកចូលរៀនដោយសារសមត្ថភាពពិតឬដោយសារឥទ្ធិពលរបស់ឪពុកលោកដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនជូនីជីរ៉ូកូស៊ូមីនៅសហរដ្ឋអាមេរិកលោកត្រូវបានបណ្ដុះបណ្ដាលដោយអ្នកគ្រប់គ្រងកិច្ចការជប៉ុនមកពីស្ថាប័ន CSIS និង CIA ដែលធ្វើឲ្យលោកមានមនោគមវិជ្ជាគាំទ្រអាមេរិកនិយមយ៉ាងខ្លាំងរហូតដល់មានប្រសាសន៍ថាធ្វើឲ្យសម្ព័ន្ធអាមេរិកជប៉ុនអស្ចារ្យក្រៅពីមហិច្ឆតាជីវិតឯកជនរបស់ស៊ីនជីរ៉ូក៏ក្តៅគគុកមិនចាញ់សាច់រឿងក្នុងរឿងភាគនោះឡើយដោយសារតែលោកធ្លាប់មានព័ត៌មានអាស្រូវស្នេហាជាមួយនឹងស្ត្រីជាច្រើនជាពិសេសពិធីការនីទូរទស្សន៍ល្បីៗព័ត៌មានស៊ូកាន់ប៊ូស៊ុនធ្លាប់បានទម្លាយថាលោកមានទំនាក់ទំនងស្មុគស្មាញជាមួយនឹងពិធីការនីស្រីៗរហូតដល់ស្ថានីយ៍ទូរទស្សន៍ខ្លះចេញសេចក្តីព្រមានដល់បុគ្គលិកស្រីៗឲ្យប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយលោកកាលពីឆ្នាំ2015លោកក៏ធ្លាប់រងការចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីចំនួនម្នាក់ដែលមានគ្រួសាររួចហើយថែមទាំងប្រើប្រាស់កញ្ចប់ថវិកានយោបាយដើម្បីបង់ថ្លៃសន្តាគារទៀតផងទោះបីជាលោកបដិសេធរឿងថវិកាប៉ុន្តែរឿងអាស្រូវនេះបានធ្វើឲ្យស្ត្រីរូបនោះឈានដល់ការលែងលះជាមួយស្វាមីទោះបីជាមានអតីតកាលដ៏សម្បូរបែបក៏ដោយប៉ុន្តែនៅថ្ងៃទី7ខែសីហាឆ្នាំ2019លោកស៊ីនជីរ៉ូបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានកាន់ដៃពិធីការនីទូរទស្សន៍ដ៏ល្បីល្បាញគឺកញ្ញាជីស្តែលថាគីកាវ៉ាទៅជួបលោកនាយករដ្ឋមន្ត្រីស៊ីនស៊ូអាបេនៅវិមានរដ្ឋាភិបាលដើម្បីប្រកាសអំពីការរៀបអាពាហ៍ពិពាហ៍និងដំណឹងមានផ្ទៃពោះក្នុងពេលតែមួយការប្រកាសរៀបការនៅភូមិគ្រឹះនាយករដ្ឋមន្ត្រីនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រនយោបាយដ៏ឆ្លៀវវៃដើម្បីបិទបាំងរឿងអាស្រូវចាស់ៗនិងកសាងរូបភាពជាបុរសគ្រួសារដ៏ល្អឥតខ្ចោះនៅចំពោះមុខអ្នកបោះឆ្នោតនៅឆ្នាំ2019ក្នុងវ័យ28ឆ្នាំលោកស៊ីនជីរ៉ូបានឈ្នះឆ្នោតភ្លុកទឹកភ្លុកដីបន្តតំណែងពីឪពុកលោកបានក្លាយជាម៉ាស៊ីនទាញសម្លេងឆ្នោតឲ្យគណៈបក LDP ដោយសារវោហារស័ព្ទនិងភាពក្មេងខ្ចីលោកក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថានផងដែរក្នុងនាមជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថានលោកស៊ីនជីរ៉ូបានបន្សល់ទុកនៅស្នាស្នាមជាច្រើនដូចជាលោកបានរិះគន់ចំថា JI កេងប្រវ័ញ្ចកសិករដែលចំណុចនេះត្រូវបានគេមើលឃើញថាវាជាការបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលគ្រប់គ្រងទីផ្សារជប៉ុនលោកល្បីល្បាញខាងប្រើពាក្យប្លែកៗដូចជាដោះស្រាយបញ្ហាបរិស្ថានត្រូវធ្វើឡើងឲ្យវាសិចស៊ីនិង cool ដែលជារឿយៗធ្វើឲ្យសាធារណជនងឿងឆ្ងល់ចំពោះគោលនយោបាយសន្តិសុខសង្គមលោកធ្លាប់បានស្នើឲ្យមនុស្សចាស់បន្តធ្វើការរហូតដល់អាយុ70ឬ80ឆ្នាំដើម្បីកាត់បន្ថយបន្ទុកជាតិដែលធ្វើឲ្យមនុស្សចាស់ទូទាំងប្រទេសខឹងសម្បារយ៉ាងខ្លាំងរឿងរ៉ាវដែលគួរចាប់អារម្មណ៍បំផុតនោះគឺនៅខែតុលាឆ្នាំ2025ក្រោមរដ្ឋាភិបាលថ្មីរបស់លោកស្រីណាសាអេថាកៃជីលោកស៊ីនជីរ៉ូកូស៊ូមីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិនេះគឺជាតំណែងមួយដ៏ធំដែលលោកត្រូវទទួលបន្ទុកការពារអធិបតេយ្យភាពក្នុងកលៈទេសៈដែលតំបន់អាស៊ីកំពុងមានភាពតានតឹងជារួមមកលោកស៊ីនជីរ៉ូកូស៊ូមីគឺជាអ្នកនយោបាយដែលមានទាំងអ្នកស្រឡាញ់និងអ្នករិះគន់តើលោកនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនាពេលអនាគតដោយឪពុករបស់លោកដែរឬទេ